វីដេអូនេះចេញរៀងខុសប្រធានបទតិចហើយមើលមកវីដេអូនេះតាំងពី3ខែមុន2ខែមុនតាក់ទងទៅនឹងកាត់មែកដំបូងខ្ញុំមិនគិតថាខ្ញុំបកាត់ទៅបានជោគជ័យដែលថាវាដុះឬហើយយើងអាចដាំហើយវាដុះល្អទៀតប៉ុន្តែវាថ្ងៃហ្នឹងអត់និយាយតាក់ទងបច្ចេកទេសផ្សំអីទេមួយនិយាយមួយដដែលកុំធុញទេណាដោយសារតែថ្ងៃហ្នឹងគឺជាប់មាត់រឿងនិយាយមួយហ្នឹងឡើងតាំងពីព្រឹកហ្មងនិយាយបែរអារម្មណ៍ទាំងអស់គ្នាទៅកាន់តសក់ផ្អែមយើងវិញដោយសារអីតសក់ផ្អែមខ្ញុំផុសតាក់ទងទៅនឹងដល់ថ្ងៃប្រមូលផលថ្ងៃ25ដល់ពេលថ្ងៃ24ផ្ទុះរឿងកំងតសក់ផ្អែមនឹងឡើងពេញនឹងដោយសារតែកសិដ្ឋានយើងនៅគៀកភ្នំពេញអញ្ចឹងដល់ពេលដែលមួយកំងទៅគឺដឹកឆាប់ដល់កន្លែងតន់ចិត្តស្រស់ថ្មីរសជាតិឆ្ងាញ់ស្រួយផ្អែមឆ្ងាញ់អញ្ចឹងមានការផ្ទុះការកំងច្រើនខ្លាំងមែនតែនគ្រាន់តែថ្ងៃ24ឥឡូវយើងងាកមកមើលការផ្សំនេះវិញដំបូងគឺថាអត់ប្រាប់ពីបច្ចេកទេសទេប៉ុន្តែយើងផ្សំបានជោគជ័យយើងត្រូវតែចែករំលែកទាំងអស់គ្នាមិនជាជោគជ័យហ្មងទេគ្រាន់តែការនេះមើលទៅរៀងពិបាកផ្សំដែរហើយរបៀបផ្សំអត់មានអីពិបាកទេបងប្អូនយើងមានប្រទាលទុយក្រពើដីដែលមានសកៃដូងដែលមានសណើមមិនបាច់កប៉ុសមិនបាច់អីក៏បានដែរបន្ទាប់មកយើងកាត់វាដូចរូបវីដេអូដើមដែលខ្ញុំបានបង្ហាញនោះយើងកាត់ស្រទាប់សបកដើមហ្នឹងបន្ទាប់មកយើងរើមែកដែលស្អាតល្អមានរាងវែងហើយនឹងសឡូនអីចឹងទៅដែលយើងមើលទៅឃើញស្អាតឬតាមចំណូលចិត្តដែលយើងចង់បានមានមែកច្រើនហើយយើងកាត់តែមែកច្រើនចឹងទៅបន្ទាប់មកយើងទុកវារយៈពេល2ខែឃើញវាដុះឬយើងចាប់ផ្ដើមកាត់ហើយផ្សំដាក់ក្នុងថង់ឬក៏យកទៅដាំភ្លាមក៏បាន